ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះធ្វើដំណើរទៀតហើយធ្វើដំណើរទាំងពេលថ្ងៃរៀបលិចបងប្អូនឃើញរឿងប្រលប់ចឹងគឺម៉ោង9ជាងហើយថ្ងៃហ្នឹងក៏អត់មានទៅណាទេគឺនាំគ្នាទៅមើលកុនហើយសម្រាប់ខ្ញុំនិងកូនពៅជាលើកទី1ហើយដែលទៅមើលនៅរោងហ្នឹងហើយកន្លែងរោងកុនគេហ្នឹងមានកៅអីអង្គុយស្រួលកៅអីអង្គុយស្រួលហ្នឹងចង់និយាយថាកៅអីហ្នឹងយើងអាចបត់គេងក៏បានយើងដាក់ជើងលើកឡើងដាក់ជើងខ្ពស់ជើងទាបអីស្រេចទៅយើងហើយរោងកុនហ្នឹងមានសាខាជុំវិញពិភពលោកបងប្អូនភាគច្រើនគឺសឹងតែគ្រប់ប្រទេសហើយនេះបងប្អូនឈ្មោះគេ AMC ហើយសម្បត្តិដែលពួកយើងយកហ្នឹងគឺម៉ោង10យប់ដោយសារពេលថ្ងៃវាអស់បងប្អូនកៅអីដែលយើងអង្គុយចាំកណ្ដាលស្រួលមើលហ្នឹងវាអស់អញ្ចឹងយើងយកម៉ោង10យប់ឥឡូវហ្នឹងចាប់ដើមដល់ខាងក្នុងហើយបងប្អូននេះនៅខាងចូលដល់ក្នុងហើយបងប្អូនសាកទាយមើលពេលមកដល់ក្នុងពួកយើងត្រូវធ្វើអីហើយបងប្អូនដែលចូលចិត្តមើលកុនណាដឹងហើយត្រូវទៅធ្វើអីគឺអត់មានអីក្រៅពីទិញផាប់ខួនទិញស្ករគ្រាប់ហើយទិញនឹងទឹកភេសជ្ជៈដើម្បីយកទៅញ៉ាំពេលដែលយើងអង្គុយមើលហើយមុនពេលដែលគេចាក់បញ្ចាំងរឿងយើងមើលហ្នឹងគេផ្សាយរឿងផ្សេងដែលនឹងចេញក្នុងពេលឆាប់នេះភ្លេចប្រាប់បងប្អូនថារឿងដែលពួកយើងមើលហ្នឹងរឿង Karate Kid ហើយមានអីបងប្អូនល្អមើលដែរប៉ុន្តែខ្ញុំអត់បានថតទេហើយចម្លែកតែខ្ញុំនេះពេលចូលសាច់រឿងបន្តិចអត់មានបានថតតិចសោះហើយម្យ៉ាងខ្លាចខុសច្បាប់ដោយសាររឿងនេះទៅបញ្ចេញនៅរោងកុនតែបែរជាថតអាចង់បញ្ចប់ទៅវិញអូខេអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាចាំជួបគ្នានៅថ្ងៃក្រោយទៀតអូខេអរគុណច្រើនជម្រាបលា